គេមិនដែលឲ្យជនអន្តរជាតិខុសច្បាប់ចូលមកប្រទេសគេតាមចិត្តចូលសម័យនេះទេបងប្អូនដូច្នេះគណៈបកសម្ពោធខ្ញុំកាន់សុខាសំរងស៊ីដែលជាមេដឹកនាំយើងធានាថាយើងការពារអធិបតេយ្យភាពបូរណភាពទឹកដីខ្មែរទុកឲ្យคนខ្មែរទាំងគ្នាឲ្យគ្រប់គ្រងជារហូតដូច្នេះនៅពេលគណៈបកសង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលអាណត្តិទី5នេះយើងនឹងធានាការពារព្រំដែនការពារទឹកដីហើយយើងមិនអនុញ្ញាតឲ្យជនអន្តរជាតិមកដណ្ដើមដីធ្លីព្រៃឈើទ្រព្យសម្បត្តិដណ្ដើមការងារខ្មែរជាដាច់ខាតយើងនឹងយកស្ថាប័នអន្តរជាតិដើម្បីអនុវត្តបញ្ជូនជនអន្តរជាតិខុសច្បាប់ឲ្យទៅប្រទេសនេះតែខ្មែរទៅខ្មែរលើខ្មែរទៅខ្មែរលើមិនយកមកបានប្រទេសទៅណាទៅណានៅប៉ុណ្ណាទីពីរគណៈបកសង្គ្រោះជាតិយើងមានគោលបំណងដើម្បីផ្លាស់ប្ដូរអ្នកដឹកនាំផ្ដាច់ការចេញពីអំណាចបងប្អូនជនជាតិជ្រាបហើយថានៅក្នុងពិភពលោកយើងនេះមេដឹកនាំប្រទេសទាំងអស់ដែលកាន់អំណាច20-30 ឆ្នាំគេទម្លាក់ចោលឲ្យបងប្អូនសល់តែមួយចូលនឹងទេបងប្អូនតម្រុំរំលឹកឲ្យបងប្អូន